ហេតុអ្វីបានជាមនុស្សខ្លះឆ្លាតខ្លាំងមានចំណេះដឹងមានសញ្ញាបត្រនិងអាចដោះស្រាយបញ្ហាបានល្អប៉ុន្តែជីវិតហិរញ្ញវត្ថុរបស់ពួកគេនៅតែពិបាកផ្ទុយទៅវិញមានមនុស្សមួយចំនួនដែលមិនសូវរៀនខ្ពស់មិនមែនជាមនុស្សពូកែបំផុតក្នុងថ្នាក់ហើយពេលខ្លះសូម្បីតែមិនមានចំណេះដឹងជ្រៅជ្រះផងប៉ុន្តែពួកគេអាចបង្កើតអាជីវកម្មមានទ្រព្យសម្បត្តិនិងមានសេរីភាពផ្នែកហិរញ្ញវត្ថុតើមានអ្វីខុសចម្លើយមិនមែនថាមនុស្សឆ្លាតមិនអាចរកលុយបានទេបញ្ហាគឺការឆ្លាតមិនស្មើនឹងការចេះបង្កើតទ្រព្យសម្បត្តិអ្នកអាចពូកែគណិតវិទ្យាប៉ុន្តែមិនចេះគ្រប់គ្រងលុយអ្នកអាចពូកែវិទ្យាសាស្ត្រប៉ុន្តែមិនចេះលក់អ្នកអាចអានសៀវភៅរាប់រយក្បាលប៉ុន្តែមិនដែលយកចំណេះដឹងទៅបង្កើតតម្លៃនៅក្នុងទីផ្សារហើយនេះហើយជាមូលហេតុដែលមនុស្សឆ្លាតមួយចំនួននៅតែក្រសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងនិយាយអំពីប្រធានបទមួយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងហេតុអ្វីមនុស្សឆ្លាតខ្លះនៅតែក្រមុននឹងចាប់ផ្ដើមខ្ញុំចង់បញ្ជាក់មួយចំណុចសិនការដែលមនុស្សម្នាក់មានប្រាក់តិចមិនមានន័យថាគាត់មិនឆ្លាតទេហើយការដែលមនុស្សម្នាក់មានលុយច្រើនក៏មិនមានន័យថាគាត់ឆ្លាតជាងគេដែរជីវិតពិតមានកត្តាជាច្រើនដូចជាឱកាសបរិស្ថានគ្រួសារសេដ្ឋកិច្ចសំណាងការអប់រំទំនាក់ទំនងនិងស្ថានភាពជីវិតប៉ុន្តែមានគោលការណ៍មួយដែលយើងគួរយល់ការដឹងនិងការធ្វើគឺជារឿងពីរផ្សេងគ្នាមនុស្សឆ្លាតអាចដឹងថាត្រូវធ្វើអ្វីប៉ុន្តែមនុស្សដែលជោគជ័យគឺជាមនុស្សដែលអាចយកអ្វីដែលខ្លួនដឹងទៅអនុវត្តបង្កើតតម្លៃនិងបង្កើតលទ្ធផលថ្ងៃនេះយើងនឹងស្វែងយល់ពីមូលហេតុសំខាន់ៗដែលធ្វើឲ្យមនុស្សឆ្លាតមួយចំនួននៅតែជួបបញ្ហាហិរញ្ញវត្ថុក្នុងវីដេអូនេះយើងនឹងនិយាយអំពី7មូលហេតុធំៗទី1ពួកគេចំណាយពេលសិក្សាច្រើនប៉ុន្តែធ្វើតិចទី2ពួកគេចង់ឲ្យអ្វីៗល្អឥតខ្ចោះមុននឹងចាប់ផ្ដើមទី3ពួកគេមិនចេះលក់និងមិនចេះបង្ហាញតម្លៃរបស់ខ្លួនទី4ពួកគេចង់បានសុវត្ថិភាពខ្លាំងពេកទី5ពួកគេប្រើភាពឆ្លាតទៅដោះស្រាយបញ្ហាប៉ុន្តែមិនដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ខ្លួនទី6ពួកគេចំណាយលុយដើម្បីបង្ហាញថាខ្លួនជោគជ័យទី7ពួកគេមានចំណេះដឹងប៉ុន្តែខ្វះវិន័យនិងភាពអត់ធ្មត់ហើយចំណុចចុងក្រោយនេះអាចជាចំណុចដែលសំខាន់បំផុតសិក្សាច្រើនប៉ុន្តែធ្វើតិចមនុស្សឆ្លាតភាគច្រើនចូលចិត្តរៀនពួកគេចូលចិត្តសៀវភៅវីដេអូ podcast វគ្គសិក្សានិងការស្រាវជ្រាវនេះជារឿងល្អប៉ុន្តែមានអន្ទាក់មួយដែលគ្រោះថ្នាក់បំផុត learning without doing នោះមានន័យថារៀនច្រើនប៉ុន្តែមិនអនុវត្តឧទាហរណ៍មនុស្សម្នាក់ចង់ចាប់ផ្ដើមអាជីវកម្មអនឡាញគាត់ចំណាយពេល6ខែសិក្សារបៀបបង្កើត page របៀបធ្វើ ads របៀបថតវីដេអូរបៀបសរសេរ content របៀបធ្វើ branding របៀបរកអតិថិជនគាត់ដឹងគ្រប់យ៉ាងប៉ុន្តែមិនទាន់លក់ផលិតផលសូម្បីតែមួយនៅពេលនោះចំណេះដឹងរបស់គាត់មានតម្លៃតិចជាងមនុស្សម្នាក់ដែលចេះតែ 50% ប៉ុន្តែបានចាប់ផ្ដើមលក់រួចហើយប្រទីផ្សារមិនបងប្រាក់ឲ្យអ្នកដោយសារតែអ្នកដឹងច្រើនទេទីផ្សារបង់ប្រាក់ឲ្យអ្នកដោយសារតែអ្នកអាចបង្កើតតម្លៃនិងដោះស្រាយបញ្ហាដូច្នេះកុំគ្រាន់តែសួរតើខ្ញុំត្រូវរៀនអ្វីទៀតសួរខ្លួនឯងថាអ្វីដែលខ្ញុំដឹងរួចហើយតើខ្ញុំអាចយកទៅធ្វើអ្វីបានចង់ឲ្យល្អឥតខ្ចោះពេកមនុស្សឆ្លាតមួយចំនួនមានបញ្ហាមួយទៀតពួកគេគិតច្រើនពេកមុនចាប់ផ្ដើមអ្វីមួយពួកគេចង់ដឹងគ្រប់យ៉ាងបើខ្ញុំចាប់ផ្ដើមហើយបរាជ័យវិញបើអ្នកដទៃរិះគន់បើផលិតផលមិនល្អ
បើខ្ញុំមិនទាន់មានជំនាញគ្រប់គ្រាន់បើគូប្រកួតខ្លាំងជាងហើយដោយសារតែគិតច្រើនពួកគេមិនចាប់ផ្ដើមទាល់តែសោះនេះហៅថា analysis paralysis ពេលខ្លះមនុស្សដែលមិនសូវគិតច្រើនចាប់ផ្ដើមមុនគាត់ធ្វើគាត់ខុសគាត់រៀនគាត់កែគាត់ធ្វើម្ដងទៀតបន្ទាប់ពី1ឆ្នាំគាត់មានបទពិសោធន៍1ឆ្នាំខណៈមនុស្សឆ្លាតដែលនៅតែរងចាំពេលល្អឥតខ្ចោះនៅតែមានតែផែនការចាំចំណុចនេះអ្នកមិនចាំបាច់មានផែនការល្អឥតខ្ចោះដើម្បីចាប់ផ្ដើមទេអ្នកត្រូវចាប់ផ្ដើមដើម្បីធ្វើឲ្យផែនការរបស់អ្នកកាន់តែល្អបើមិនចេះលក់ខ្លួនឯងមនុស្សឆ្លាតខ្លះមានជំនាញខ្លាំងប៉ុន្តែមានបញ្ហាមួយពួកគេមិនចេះបង្ហាញតម្លៃរបស់ខ្លួនពួកគេគិតថាបើខ្ញុំពូកែមនុស្សនឹងមករកខ្ញុំដោយខ្លួនឯងប៉ុន្តែទីផ្សារមិនដំណើរការបែបនោះទេមនុស្សមិនអាចទិញអ្វីដែលពួកគេមិនដឹងថាមាននោះទេអ្នកអាចជាអ្នក graphic designer ល្អបំផុតប៉ុន្តែបើគ្មានអ្នកណាស្គាល់អ្នកក៏ពិបាករកអតិថិជនអ្នកអាចជាអ្នកសរសេរល្អប៉ុន្តែបើអ្នកមិនបង្ហាញស្នាដៃគ្មានអ្នកណាដឹងថាអ្នកមានសមត្ថភាពដូច្នេះ marketing និង sales មិនមែនជារឿងអាក្រក់ទេការលក់មានន័យថាខ្ញុំមានដំណោះស្រាយមួយហើយខ្ញុំចង់ឲ្យមនុស្សដែលកំពុងមានបញ្ហានេះស្គាល់វាអ្នកមិនចាំបាច់កុហកអ្នកមិនចាំបាច់បំភ្លើសអ្នកគ្រាន់តែត្រូវចេះបង្ហាញតម្លៃរបស់ខ្លួនចង់បានសុវត្ថិភាពខ្លាំងពេកមនុស្សឆ្លាតជាច្រើនយល់ពីហានិភ័យនេះជាចំណុចខ្លាំងប៉ុន្តែពេលខ្លះវាក៏คล้ายជាចំណុចខ្សោយព្រោះពួកគេគិតពីហានិភ័យគ្រប់យ៉ាងបើខ្ញុំបើកអាជីវកម្មហើយខាតបើខ្ញុំបដូរការងារហើយមិនជោគជ័យបើខ្ញុំវិនិយោគហើយខាតដូច្នេះពួកគេជ្រើសរើសធ្វើអ្វីដែលមានសុវត្ថិភាពបំផុតបញ្ហាគឺជីវិតហិរញ្ញវត្ថុមិនអាចរីកចម្រើនដោយគ្មានហានិភ័យទាល់តែសោះប៉ុន្តែយើងត្រូវបែងចែករវាង risk និង recklessness ហានិភ័យមិនមានន័យថាត្រូវយកលុយទាំងអស់ទៅភ្នាល់ទេវាមានន័យថាចាប់ផ្ដើមតូចសាកល្បងវាស់លទ្ធផលរៀនពីកំហុសហើយបង្កើនបន្តិចម្ដងម្ដងមនុស្សជោគជ័យមិនមែនជាមនុស្សដែលគ្មានហានិភ័យទេពួកគេជាមនុស្សដែលចេះគ្រប់គ្រងហានិភ័យឆ្លាតក្នុងការដោះស្រាយបញ្ហាប៉ុន្តែមិនដោះស្រាយបញ្ហាលុយនេះជាចំណុចគួរឲ្យចាប់អារម្មណ៍បំផុតអ្នកអាចពូកែដោះស្រាយបញ្ហារបស់ក្រុមហ៊ុនអ្នកអាចពូកែធ្វើការងារអ្នកអាចពូកែបង្កើតផលិតផលប៉ុន្តែតើអ្នកចេះគ្រប់គ្រងប្រាក់ខែរបស់ខ្លួនទេតើអ្នកដឹងថាលុយរបស់អ្នកទៅណារាល់ខែទេតើអ្នកមានបំណុលប៉ុន្មានតើអ្នកសន្សំប៉ុន្មានភាគរយតើអ្នកមាន emergency fund ទេតើអ្នកកំពុងបង្កើតទ្រព្យសម្បត្តិឬគ្រាន់តែបង្កើនការចំណាយមនុស្សជាច្រើនពូកែរកលុយប៉ុន្តែមិនពូកែរក្សាលុយឧទាហរណ៍ប្រាក់ចំណូល$500ក្នុងមួយខែបន្ទាប់មកកើនទៅ$800បន្ទាប់មក$1,200ប៉ុន្តែការចំណាយក៏កើនពី$450ទៅ$750ហើយទៅ$1,100ក្រីចុងក្រោយប្រាក់ចំណូលកើនឡើងប៉ុន្តែទ្រព្យសម្បត្តិមិនកើននេះហៅថា lifestyle inflation ដូច្នេះកុំផ្ដោតតែលើតើខ្ញុំអាចរកលុយបានប៉ុន្មានត្រូវសួរថាតើខ្ញុំអាចរក្សានិងធ្វើឲ្យលុយរបស់ខ្ញុំធ្វើការឲ្យខ្ញុំបានប៉ុន្មានចង់បង្ហាញថាខ្លួនជោគជ័យនេះជាអន្ទាក់ដ៏ធំមួយមនុស្សម្នាក់ចាប់ផ្ដើមរកបានច្រើនជាងមុនភ្លាមទូរស័ព្ទថ្មីម៉ូតូថ្មីឡានថ្មីសម្លៀកបំពាក់ថ្លៃ
អាហារថ្លៃដំណើរកំសាន្តហើយ social media កាន់តែធ្វើឲ្យបញ្ហានេះធ្ងន់ឡើងព្រោះយើងឃើញមនុស្សផ្សេងទៀតបង្ហាញផ្ទះឡាននាឡិកាដំណើរកំសាន្តអាជីវកម្មហើយយើងចាប់ផ្ដើមប្រៀបធៀបបញ្ហាគឺអ្វីដែលអ្នកឃើញគឺជាផ្នែកមួយនៃជីវិតរបស់គេអ្នកមិនឃើញបំណុលរបស់គេអ្នកមិនឃើញបញ្ហារបស់គេអ្នកមិនឃើញការខាតបង់របស់គេអ្នកមិនឃើញបញ្ហាផ្នែកហិរញ្ញវត្ថុរបស់គេទេដូច្នេះកុំប្រើលុយដើម្បីបង្ហាញថាអ្នកមានលុយប្រើលុយដើម្បីទិញសេរីភាពមានភាពខុសគ្នារវាងមើលទៅមាននិងពិតជាមានមនុស្សម្នាក់អាចបើកឡានថ្លៃប៉ុន្តែមានបំណុលច្រើនមនុស្សម្នាក់ទៀតអាចជិះម៉ូតូធម្មតាប៉ុន្តែមានប្រាក់សន្សំមានអាជីវកម្មនិងគ្មានបំណុលធ្ងន់តើអ្នកចង់បានមួយណាមានចំណេះដឹងប៉ុន្តែខ្វះវិន័យចំណេះដឹងអាចប្រាប់អ្នកថាត្រូវធ្វើអ្វីប៉ុន្តែវិន័យធ្វើឲ្យអ្នកធ្វើវារាល់ថ្ងៃអ្នកអាចដឹងថាត្រូវសន្សំលុយត្រូវកាត់បន្ថយការចំណាយមិនចាំបាច់ត្រូវបង្កើនជំនាញត្រូវអានសៀវភៅត្រូវហាត់ប្រាណត្រូវបង្កើតអាជីវកម្មត្រូវបង្កើត content ត្រូវរៀន sales ត្រូវវិនិយោគប៉ុន្តែបើអ្នកដឹងទាំងអស់នេះហើយមិនធ្វើចំណេះដឹងរបស់អ្នកមិនអាចផ្លាស់ប្ដូរជីវិតអ្នកបានទេមនុស្សធម្មតាដែលធ្វើរឿងតូចៗជារៀងរាល់ថ្ងៃអាចឈ្នះមនុស្សឆ្លាតដែលធ្វើតែពេលមានអារម្មណ៍នេះហើយជាអំណាចរបស់ consistency មិនចាំបាច់លឿនបំផុតតែត្រូវបន្តសន្សាររាល់ថ្ងៃមិនធ្វើឲ្យអ្នកខ្លាចជាអ្នកមានភ្លាមទេការរៀនជំនាញ30នាទីមិនធ្វើឲ្យអ្នកជំនាញភ្លាមទេការបង្ហោះ content មួយវីដេអូមិនធានាថាវានឹង viral ទេប៉ុន្តែអ្វីដែលអ្នកធ្វើជាប់លាប់អាចបង្កើតលទ្ធផលធំក្នុងរយៈពេលវែងដូច្នេះតើមនុស្សឆ្លាតគួរធ្វើអ្វីប្រសិនបើអ្នកមានចំណេះដឹងប៉ុន្តែមានអារម្មណ៍ថាជីវិតហិរញ្ញវត្ថុរបស់អ្នកមិនទាន់ទៅមុខចាប់ផ្ដើមពី5ចំណុចនេះទី1ឈប់រៀនដោយគ្មានការអនុវត្តរាល់ពេលអ្នករៀនអ្វីថ្មីសួរខ្លួនឯងតើខ្ញុំអាចយកវាទៅប្រើថ្ងៃនេះបានយ៉ាងដូចម្តេចទី2រៀនជំនាញដែលទីផ្សារត្រូវការកុំរៀនតែអ្វីដែលគួរឲ្យចាប់អារម្មណ៍រៀនអ្វីដែលអាចបង្កើតតម្លៃដូចជា sales marketing communication technology content creation problem solving leadership financial management ជំនាញទាំងនេះអាចបង្កើនសមត្ថភាពរបស់អ្នកក្នុងការបង្កើតតម្លៃនិងបង្កើនចំណូលទី3ចាប់ផ្ដើមតូចអ្នកមិនចាំបាច់ចាប់ផ្ដើមជាមួយ Tom Manual ទេចាប់ផ្ដើមជាមួយអ្វីដែលអ្នកមានកុំព្យូទ័ររៀនជំនាញ digital មានទូរស័ព្ទចាប់ផ្ដើម content មានជំនាញលក់សេវាកម្មមានផលិតផលសាកល្បងលក់តាមអនឡាញកុំរងចាំឲ្យអ្វីល្អឥតខ្ចោះរៀនគ្រប់គ្រងលុយស្គាល់ចំណូលស្គាល់ចំណាយគ្រប់គ្រងបំណុលបង្កើតប្រាក់បម្រុងសម្រាប់ភាពអាសន្នសន្សំហើយបន្ទាប់ពីយល់ពីហានិភ័យនិងមានផែនការទើបសិក្សាអំពីការវិនិយោគដែលសមស្របនឹងស្ថានភាពរបស់អ្នកទី5អត់ធ្មត់មនុស្សជាច្រើនបោះបង់ព្រោះពួកគេចង់បានលទ្ធផលលឿនពួកគេធ្វើអ្វីមួយ3ខែហើយនិយាយថាវាមិនដំណើរការទេប៉ុន្តែជីវិតមិនតែងតែផ្ដល់រង្វាន់ភ្លាមទេដើមឈើមួយមិនដុះធំក្នុងមួយយប់ជំនាញមួយមិនក្លាយជាជំនាញខ្ពស់ក្នុងមួយសប្តាហ៍អាជីវកម្មមួយមិនក្លាយជាជោគជ័យក្នុងមួយខែអ្នកត្រូវការពេលត្រូវការកំហុសត្រូវការកែប្រែត្រូវការការអត់
ច្នេះហេតុអ្វីមនុស្សអត់ខ្លះនៅតែក្រមិនមែនដោយសារតែពួកគេមិនឆ្លាតទេប៉ុន្តែពេលខ្លះពួកគេដឹងច្រើនតែធ្វើតិចពួកគេគិតច្រើនប៉ុន្តែចាប់ផ្ដើមយឺតពួកគេពូកែប៉ុន្តែមិនចេះបង្ហាញតម្លៃពួកគេខ្លាចហានិភ័យខ្លាំងពេកពួកគេពូកែរកលុយប៉ុន្តែមិនចេះរក្សាលុយហើយសំខាន់បំផុតពួកគេខ្វះវិន័យនិងភាពអត់ធ្មត់ចាំថាភាពឆ្លាតអាចបើកទ្វារប៉ុន្តែវិន័យធ្វើឲ្យអ្នកដើរឆ្លងកាត់ទ្វារនោះចំណេះដឹងអាចប្រាប់អ្នកថាត្រូវទៅណាប៉ុន្តែសកម្មភាពជាអ្វីដែលនាំអ្នកទៅដល់ទីនោះដូច្នេះប្រសិនបើថ្ងៃនេះអ្នកមានអារម្មណ៍ថាខ្ញុំដឹងច្រើនណាស់ប៉ុន្តែជីវិតខ្ញុំមិនទាន់ទៅមុខប្រហែលជាអ្នកមិនត្រូវការចំណេះដឹងបន្ថែមទេប្រហែលជាអ្នកត្រូវការសកម្មភាពបន្ថែមចាប់ផ្ដើមពីរឿងតូចមួយថ្ងៃនេះរៀនជំនាញមួយកាត់បន្ថយចំណាយមួយចាប់ផ្ដើមការងារមួយបង្កើតផលិតផលមួយបង្ហោះ content មួយតាក់ទងអតិថិជនម្នាក់សន្សំប្រាក់មួយចំនួនហើយធ្វើវាម្ដងទៀតនៅថ្ងៃស្អែកព្រោះនៅទីបញ្ចប់មនុស្សដែលជោគជ័យមិនមែនតែងតែជាមនុស្សដែលឆ្លាតជាងគេទេប៉ុន្តែជាញឹកញាប់ពួកគេជាមនុស្សដែលយកអ្វីដែលពួកគេដឹងទៅធ្វើជាប្រយោជន៍ជាក់ស្ដែងហើយបន្តធ្វើវាយូរគ្រប់គ្រាន់បើអ្នកចូលចិត្តមាតិកាបែបនេះសូម like subscribe និងចែករំលែកដើម្បីឲ្យមនុស្សម្នាក់ទៀតអាចយល់ថាការឆ្លាតមិនមែនជាគោលដៅទេការចេះប្រើភាពឆ្លាតរបស់ខ្លួនគឺជាអ្វីដែលសំខាន់ជាងជួបគ្នានៅវីដេអូបន្ទាប់